ទំនុកដំកើងជំពូក100ទៅប្រទេសទីខ1ទៅខ9បាទซึ่งអានជាភាសាអង់គ្លេសហើយនិងភាសាខ្មែរមួយទី3កាលពីនិយាយមកខ្ញុំថាចូលយើងទៅក្នុងណានៃព្រះយេហូវ៉ានោះខ្ញុំមានសេចក្តីអំណរណាស់ I was glad when they said to me, Let us go into the house of the Lord. អោក្រុងយេរូសាឡិមអើយជើងយើងចូលនៅខាងក្នុងទ្វាររបស់ឯងហើយយេរូសាឡិមអើយឯងបានសំឡើងដូចជាទីក្រុងដែលម៉ែនម៉ាំជាប់គ្នា Our feet have been standing within your gates, O Jerusalem. Jerusalem is built as a city that is compact together. ជាកន្លែងដែលអស់ទាំងពូជអំបូរគឺពូជអំបូរនៃព្រះយេហូវ៉ាគេឡើងទៅតាមទម្លាប់នៃសាសអ៊ីស្រាអែលដើម្បីនឹងអរព្រះគុណដល់ព្រះនាមព្រះយេហូវ៉ា We are the tribe go up, the tribe of the Lord, through the testimony of Israel, to give thanks to the name of the Lord. Butនៅទីនោះមានបល្ល័ង្កតាំងឡើងសម្រាប់ការវិនិច្ឆ័យគឺជាបល្ល័ង្កព្រះប្រមាណនៃរាជវង្សដាវីត For thrones are set there for judgment, the thrones of the house of David. ចូលអធិដ្ឋានឲ្យក្រុងយេរូសាឡិមបានសេចក្តីសុខចុះសូមឲ្យអស់អ្នកដែលស្រឡាញ់ឯងបានសេចក្តីចម្រើន Pray for the peace of Jerusalem. May they prosper who love you. សូមឲ្យមានសេចក្តីសុខនៅខាងកំផែងឯងហើយសេចក្តីចម្រើននៅក្នុងព្រះរាជវាំងរបស់ឯង Peace be within your walls, prosperity within your palaces. ព្រោះយល់ដល់ពួកបងប្អូននិងពួកមិត្តសម្លាញ់របស់ឯងបានជានឹងពោលឲ្យលើថាសូមឲ្យមានសេចក្តីសុខនៅខាងក្នុងឯងចុះ For the sake of my brethren and companions, I will now say, Peace be within you. ដោយយល់ដល់ដំណាក់នៃព្រះយេហូវ៉ាជាព្រះនៃយើងរាល់គ្នានោះឯងនឹងស្វែងរកសេចក្តីល្អដល់ឯង Because of the house